សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ The Vision នៅក្នុងសប្តាហ៍នេះហើយសប្តាហ៍នេះយើងនឹងមកនិយាយអំពីទេវកថាក្រិចនិងប្រវត្តិពិតនៃស្ដេចអាទិទេពស៊ូបាននិយាយអំពីឈ្មោះស៊ូជឿថាប្រិយមិត្តច្បាស់ជាស្គាល់និងធ្លាប់ឮតាមរយៈការទស្សនាភាពយន្តល្បីៗនិងជាពិសេសនៅក្នុងវីដេអូហ្គេម God of War នៅក្នុងទេវកថាក្រិចបុរាណស៊ូត្រូវបានសរសេរថាជា Zeus ឬក៏អានថា Zeus គឺជាស្ដេចនៃពពួកអាទិទេពនិងមានរហស្សនាមថាជាអាទិទេពមេឃាដែលគេហៅថា Sky Father ទ្រង់ត្រូវជាបុត្រទី6នៃព្រះនាងរានិងអាទិទេពបុរាណយក្សក្រូណូសដែលគ្រប់គ្រងមើលថែទៅលើដែនដីភ្នំ Olympus ជុំវិញពិភពលោកមនុស្សម្នាតាមសាសនានីមួយៗបានប្រដូចស៊ូទៅនឹងអាទិទេពផ្សេងគ្នាដូចជាខាងរ៉ូម៉ាំងប្រដូចទៅនឹងព្រះ Jupiter ឯខាងអាល្លឺម៉ង់ប្រដូចទៅនឹង Picona និងខាងសាសនាហិណ្ឌូវិញប្រដូចប្រហែលទៅនឹងព្រះឥន្ទផងដែរបើផ្អែកទៅលើទេវកថាក្រិចដែលកត់ត្រាដោយអ្នកនិពន្ធបុរាណលោក Hesiod កំឡុងឆ្នាំ800ដល់760មុនគ្រិស្តសករាជបានឲ្យដឹងថាកាលដើមឡើយមុននឹងការកកើតចក្រវាឡមានអាទិទេពយក្សបុរាណមួយគឺ Uranus និងព្រះនាង Gaiaដែលបានផ្ដួចផ្ដើមបង្កើតជីវិតនិងជ្រើសរើសយកភពផែនដីជាទីស្នាក់អាស្រ័យព្រះនាង Gaia បានបង្កើតបុត្រ3ជូនស្វាមីដែលមានឈ្មោះថាយក្សដៃច្រើន Hecatoncheires យក្សភ្នែកមួយ Cyclops និងបុត្រពៅមានឈ្មោះថា Cronos នៅក្នុងនាមជាអាទិទេពនៃចក្រវាឡ Uranus បានប្រមាលមើលវាសនារបស់ខ្លួនឯងនាថ្ងៃអនាគតដើម្បីបង្ការរឿងហេតុផ្សេងៗដែលអាចកើតឡើងដោយយថាហេតុជាក់ស្ដែងនៅក្នុងដំណើរការនៃការប្រមាលមើលនោះទ្រង់បានរកឃើញថាមានទំនាយមួយដែលមិនអាចជៀសផុតដែលទំនាយនោះបានប្រសិទ្ធិថាទ្រង់នឹងត្រូវស្លាប់ដោយសារតែបុត្រាខ្លួនឯងផ្ទាល់គ្រាន់តែដឹងរឿងនេះភ្លាមថានោះបានយកបុត្រាច្បងទាំងពីរអង្គទៅដាក់ក្នុងគុកងងឹតក្រោមដីដែលមានឈ្មោះថា Tartarus និយាយអំពីព្រះនាង Gaia ម្ដងរហស្សនាមដែលហៅថាមេដានៃពិភពលោកវិញទ្រង់មានការអាក់អន់ចិត្តជាមួយនឹងទង្វើរបស់ស្វាមីជាខ្លាំងក៏ព្រោះតែអាណិតកូនព្រះនាងក៏បាននិយាយរឿងរ៉ាវទាំងអស់នេះប្រាប់ទៅកាន់ក្រណុសដើម្បីរកវិធីការពារខ្លួនក្រណុសគឺជាបុត្រាពៅមានការយល់ដឹងខ្ពស់ដោយទទួលបានការបង្ហាត់បង្រៀនវិជ្ជាផ្សេងពីមេដារបស់ខ្លួនផ្ទាល់និងជាអ្នកដែលទទួលបានការទុកចិត្តជាងគេគម្រោងការប្រឆាំងមួយក៏បានកើតឡើងយ៉ាងសម្ងាត់រវាងថាណូសនិងព្រះនាង Gaia ដោយក្រណុសជាអ្នករ៉ាប់រងនៅទូនាទីមួយនេះក្រោយពីយល់សាច់ការហើយក្រណុសបានលួចចុះទៅឋាន Tartarus ក្នុងគោលបំណងដើម្បីដោះលែងព្រះរាមទាំងពីរមកជួយធ្វើបដិវត្តន៍ប្រឆាំងនឹងបិតារបស់ខ្លួនជាមួយនឹងព្រះនាង Gaia ព្រះនាង Gaia បានប្រគល់កណ្ដៀវមួយដើមទៅកាន់ក្រណុសទុកជាអាវុធប្រចាំកាយថ្ងៃមួយព្រះនាង Gaia បានធ្វើល្បិចនាំស្វាមីទៅកាសាព្រៃស្ងាត់ដោយឲ្យកូនក្រណុសពួនចាំស្ទាក់នៅទីនោះដោយផ្ដាំថាបើកាលណាឃើញបិតាហើយចូលឯងប្រើកណ្ដៀវដែលមេដាឲ្យនោះប្រឡាយត្រង់ទៅចោះដោយវ័យនៅក្មេងថាមពលខ្លាំងថានោះមិនអាចទប់ទល់ជាមួយនឹងក្រណុសបានឡើយជាលទ្ធផល Gaia បានបញ្ជាឲ្យក្រណុសកាត់លឹងស្វាមីបោះចូលទៅក្នុងសមុទ្របាត់ទៅកន្លែងនេះរៀងជាអេឆ្អានតិចដល់អ្នកទាំងអស់គ្នាប៉ុន្តែវាគឺជាព្រេងនិទានពិតដែលបានសរសេរឡើងជាមួយនឹងការស្លាប់របស់ Uranus ឈាមរបស់គាត់បានបង្កើតទៅជាមនុស្សយក្សមនុស្សដើមឈើនិងពពួក Fury ដែលយើងបានបង្ហាញនៅក្នុង Game God of War Ascension ដូចគ្នាមុនពេលស្លាប់ Uranus បានជេរកូនខ្លួនឯងថាជាអាក្រពើរមិលគុណក្រោយពីទទួលបានជ័យជំនះក្រណុសបានឡើងគ្រងរាជ្យបន្តប៉ុន្តែបែរជាត្រឡប់មកចាប់បងប្អូនទាំងពីររបស់ខ្លួនដាក់ឃុំនៅក្នុងគុក Tartarus ដដែលថែមទាំងដាក់បិសាចខ្យាដំរីនិងឆ្មាំការពារគុកថែមទៀតផងក្រណុសបានយកប្អូនស្រីបង្កើតរបស់ខ្លួនគឺព្រះនាងរាមកធ្វើជាមហេសីថ្ងៃមួយគ្រូធ្មប់ស្រី Oracle បានទាឲ្យក្រណុសថាវាសនារបស់ទ្រង់នឹងត្រូវផ្ដួលរលំដោយបុត្របង្កើតមិនខុសពីបិតាឡើយដើម្បីការពាររាជបល្ល័ង្កឲ្យតែព្រះនាងរាប្រសូតបុត្របានភ្លាមក្រណុសចាប់ផ្ដើមលេបបុត្រទាំងនោះចូលទៅក្នុងពោះដែលមាន Demeter, Hestia, Hera, Hades និង Poseidon លុះដល់បុត្រទី6គឺព្រះនាងស៊ូបានប្រសូតឡើងព្រះនាងរាលែងទ្រាំមើលទង្វើប្តីបានទៀតហើយក៏រៀបចំល្បិចយកដុំថ្មសក្ការៈ The Stone of Olympus មករុំក្រណាត់បន្លំធ្វើជាកូនង៉ែតឲ្យក្រណុសលេបជំនួសចំណែកឯស៊ូត្រូវបានឥន្ទ្រីពំនាំយកទៅលាក់ខ្លួននឹងចិញ្ចឹមបីបាច់ដោយព្រះនាង Gaia នៅក្នុងរូងភ្នំអេដានៃកោះក្រេតរហូតដល់ធំដឹងក្តីពេញកំឡោះនិងមានមហិទ្ធិឫទ្ធិខ្លាំងក្លា
នៅពេលចម្រើនវ័យហើយស៊ូទទួលបានធម្មជាតិម្យ៉ាងពីលោកយាយកាយ៉ាដែលជាថ្នាក់បង្ខំឲ្យក្អួតទ្រង់បានធ្វើដំណើរទៅជួបក្រណុសហើយបញ្ចុះបញ្ចូលឲ្យលេបធម្មជាតិនោះរហូតធ្វើឲ្យក្រណុសក្អួតដុំថ្មនិងបុត្រាបុត្រីទាំង5អង្គដែលធំធាត់នៅក្នុងពោះចេញមកទាំងអស់បន្ទាប់មកស៊ូបាននាំបងប្អូនរត់ទៅកន្លែងសុវត្ថិភាពនិងចុះទៅកាន់គុកថាថរ៉ូដើម្បីសម្លាប់បិសាចពស់រួចដោះលែងលោកពូយក្សភ្នែកមួយនិងយក្សដៃច្រើនដើម្បីតបស្នងសងគុណពពួកយក្សសាយក្លូបបានប្រគល់អំណាចផ្គររន្ទះដល់ស៊ូលំពេងមុខ3ទៅដល់ផូសៃដុននិងអំណាចនៃភាពងងឹតទៅកាន់ហេឌីមហាសង្គ្រាមរយៈពេល7ថ្ងៃដែលគេឲ្យឈ្មោះថា The Great War ក៏បានផ្ទុះឡើងរវាងពពួកអាទិទេពជំនាន់ថ្មីនិងពពួកយក្ស Titan ជាលទ្ធផលពួក Olympus God គឺជាអ្នកឈ្នះហើយបានចាប់ក្រណុសនិងរួមទាំងពពួក Titan ឃុំនៅក្នុងគុក Tartarus វិញក្រោយឈ្នះសង្គ្រាមបងប្អូនទាំង3បានបែងចែកអំណាចគ្នាដោយ Poseidon គ្រប់គ្រងដែនទឹក Hades គ្រប់គ្រងឋានរកនិងស៊ូគ្រប់គ្រងមេឃាទោះបីជាឡើងក្រុងរាជកំពូលភ្នំ Olympus ជាផ្លូវការក៏ពិតមែនប៉ុន្តែស៊ូបែរជាបាត់បង់ការគោរពពីមនុស្សលោកដោយសារតែពួកមនុស្សលោកយល់ថាព្រះអាទិទេពស៊ូស្រេចឃ្លាននៅអំណាចនិងធ្វើបាបបិតារបស់ខ្លួនដើម្បីតែមហិច្ឆតាផ្ទាល់ខ្លួនមនុស្សលោកជាច្រើនបានធ្វើអត្តឃាតដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់ទ្រង់ដោយសារតែមនុស្សលោកបានបាត់បង់អស់នៅពាក្យថាការគោរពភ្លាមនោះស៊ូក៏បានបញ្ជាឲ្យ Poseidon បង្កើតនៅមហាគ្រោះទឹកជំនន់ដ៏ធំមួយដើម្បីលិចលង់ផែនដីទាំងមូលដើម្បីធ្វើការកំទេចនៅមនុស្សលោកចោលដូចមាននៅក្នុងរឿងណោឬព្រេងនិទានទឹកជំនន់របស់ចិនហិណ្ឌូនិងណោះដែរមានតែប្តីប្រពន្ធ2នាក់ប៉ុណ្ណោះដែលអាចរួចផុតពីគ្រោះមហន្តរាយនេះហើយច្បាប់ថ្មីនៃការរស់នៅចាប់បានបង្កើតឡើងដោយតម្រូវឲ្យអាទិទេពនិងមនុស្សលោករស់នៅភពពីរផ្សេងគ្នាចែកដាច់ពីគ្នាទោះជាយ៉ាងណាស៊ូបានយកទាំងប្អូនស្រីខ្លួនឯងគឺ Hera និង Demeter រួមទាំងស្រីៗជាច្រើនទៀតធ្វើជាប្រពន្ធដោយទ្រង់អាចកលាខ្លួនគឺជាសត្វឬក៏បិសាចដើម្បីទៅរួមរស់ជាមួយនឹងពួកគេដែលបណ្ដាលឲ្យកើតមានអាទិទេពចំនួនក្រោយឬវីរបុរសកូនកាត់និងបិសាចជាច្រើនរហូតមកដល់សព្វថ្ងៃអរគុណអ្នកទាំងអស់គ្នាដែលស្ដាប់វីដេអូនេះពីដើមរហូតដល់ចប់បើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូនេះជួយចុច like និង subscribe channel admin មួយមកបញ្ជាក់ admin នៅតែធ្វើវីដេអូនិយាយអំពីបញ្ហាធ្លាក់ទឹកចិត្តដូចគ្នាដដែលទេនេះគ្រាន់តែជា content ថ្មីជាការកម្សាន្តអារម្មណ៍ផ្សេងៗអញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូក្រោយ Bye